ស្ថិតនៅចម្ងាយប្រមាណ60គីឡូម៉ែត្រពីក្រុងសៀមរាបនៅក្នុងភូមិបេមីលាឃុំបេមីលាស្រុកស្វាយលើប្រាសាទបេមីលាគឺជាសំណង់សាសនាដ៏មហិមាមួយដែលតភ្ជាប់តាមបណ្ដោយផ្លូវបុរាណឆ្ពោះទៅកាន់ប្រាសាទព្រះខ័នកំពង់ស្វាយកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2នាដើមសតវត្សទី12បេមីលាគឺជាប្លង់មេនៃមហាប្រាសាទអង្គរវត្តដែលឆ្លុះបញ្ចាំងអំពីការវិវត្តខ្ពស់បំផុតនៃស្ថាបត្យកម្មខ្មែរហើយនៅក្នុងវីដេអូមួយនេះផងដែរខ្ញុំនឹងនាំបងប្អូនទៅមើលពីទិដ្ឋភាពប្រាសាទបេមីលានៅដើមរដូវវស្សានេះដែលយើងធ្វើដំណើរពីក្រុងសៀមរាបទៅកាន់ប្រាសាទនេះក្នុងដំណើរមួយនេះផងដែរយើងក៏បានជួបឧបសគ្គមួយចំនួនអញ្ចឹងប្រសិនជាបងប្អូនចង់ដឹងថាជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនដែលកំពុងទស្សនាអ្នកគ្នាអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺយើងកំពុងធ្វើដំណើរចេញពីក្រុងសៀមរាបទៅកាន់ប្រាសាទបេមីលាដោយយើងធ្វើដំណើរចេញទៅហ្នឹងគឺនៅម៉ោង7 កន្លះព្រឹកពេលដែលនិយាយពីរដូវវស្សាឬក៏រដូវកាលបៃតងនៅក្នុងខេត្តសៀមរាបគឺបងប្អូនភ្ញៀវទេសចរភាគច្រើនតែងតែនឹកឃើញទៅដល់ប្រាង្គប្រាសាទបុរាណនៅក្នុងតំបន់វងតូចក៏ដូចជាវងធំហើយក្រៅពីហ្នឹងក៏យើងអាចទៅលេងនៅប៉ែកខាងតំបន់រមណីយដ្ឋានធម្មជាតិដូចជាភ្នំកលែនជាដើមហើយក្នុងហ្នឹងក៏មានកន្លែងមួយដែលបងប្អូនមិនគួររំលងនៅក្នុងរដូវវស្សានៅពេលដែលបានមកលេងនៅខេត្តសៀមរាបហើយកន្លែងនោះផងដែរគឺប្រាសាទបេមីលាមុននឹងធ្វើដំណើរទៅកាន់ប្រាសាទនេះគឺយើងធ្វើដំណើរមករកអាហារពេលព្រឹកសិននៅតាមបណ្ដោយមាត់ស្ទឹងសៀមរាបដែលជាកន្លែងមួយសម្បូរទៅដោយអាហារពេលព្រឹកមិនថាអាហារសម្រន់ឬក៏អាហារថ្ងៃត្រង់អីក៏មាននៅទីនេះដែរសម្រាប់បងប្អូនដែលអត់ដែលទៅលេងនៅប្រាសាទបេមីលាពីមុនបងប្អូនអាចមើលវីដេអូមួយនេះនៅការបង្ហាញផ្លូវធ្វើដំណើរបានដោយសារតែនៅក្នុងវីដេអូមួយនេះគឺយើងនឹងធ្វើដំណើរតាមផ្លូវជាតិលេខ6ទៅត្រង់រហូតឆ្ពោះទៅកាន់ផ្លូវបត់ចូលទៅកាន់ពលានអន្តរជាតិសៀមរាបថ្មីដែលជាផ្លូវកាត់មួយដែលយើងធ្វើដំណើរបានលឿនហើយឆាប់ទៅដល់ប្រាសាទមួយនេះសម្រាប់ការធ្វើដំណើរទៅដើរលេងនៅកន្លែងណាមួយខ្ញុំចូលចិត្តទៅពីព្រឹកដោយសារតែនៅពេលព្រឹកហ្នឹងគឺអាកាសធាតុត្រជាក់ល្អហើយពិសេសផ្លូវមិនសូវជាស្ទះប្រហែលទេប៉ុន្តែជាក់ស្ដែងដូចថ្ងៃនេះយើងចេញទៅម៉ោងខ្ទង់8ជាងហើយអញ្ចឹងចាប់ផ្ដើមមានចរាចរណ៍ច្រើននៅតាមដងផ្លូវប៉ុន្តែมันជាបញ្ហាទេដោយសារតែនៅពេលដែលយើងចេញផុតពីក្រុងហ្នឹងគឺផ្លូវស្រឡះល្អមែនទែនមុននឹងបន្តដំណើរទៅហ្នឹងគឺខ្ញុំបានចូលមកក្រាសាំងបន្តិចដើម្បីមកទិញទឹកដោយសារតែយើងធ្វើដំណើរផ្លូវឆ្ងាយខ្ជិលឈប់ច្រើនអញ្ចឹងយើងទិញពីនេះទៅហើយគឺយើងធ្វើដំណើរតម្រង់ទៅកាន់ប្រាសាទតែម្ដងស្ដីបោះឃើញអ្នកនរអញ្ចឹងព្រឹកនេះយើងចេញទៅបឹងមេលាអញ្ចឹងឥឡូវម៉ោង7 កន្លះហើយយើងកំពុងតែរៀបចេញទៅហើយ
còn này cầm rống trong từ băng biển lý hay sân chỉ nó so pé nhưng mà chỉ từ xa về tí là nơi chật băng biển lý đang hay sân chỉ ai chỉ ta đo hàng và sợi điện chẳng dương đang thuê tận nào từ băng biển lý tam pleu biển liền mây chẳng hai chia bằng máu đo lên không ngắn trôi tới màn đánh tục một tô sau bật sau này dương sọc sò được chứ khói vậy không ok khói vậy và ở đây không motor của thầy bơ đấy nơi này sao bọn anh ấy bay lít cả lại bà anh ấy tông phạt cay ấy bà dứt dữ vậy tới bây giờ lát nè đọt 4 lít này giờ thôi sân môi đâu bọn 4 rồi đấy 4 rồi ha chồng mà đấy bà ở đây anh ấy Royal Enfield rồi anh ấy chật 5 pon Royal Enfield nó chị e ba bà nói chăm tích bằng sạp dần tên như một chi mình với chi thế lượng hú chân Royal Enfield bằng bò ở tập bất bong lễ tại vì thơ nên đi rồi ông lễ đĩa nói cầm hôn mỗi âm chi ấy một tờ sim miết có bộ tờ bình ở đây nhầm nơi xiêm riệp này nữa chi đã lên rồi mà nó bên thông tắc bên thông tắc rồi bên đây chưa ngay chịu chị một mấy nếu mà đôi dao là đây này đi không đôi dao tu mày nhung đúng là đôi dao là xong Gạp con à, con làm gạp con chiêng mà bùng một đường này đấy bà anh cho anh tròn đấy chứ tròn thêm bùng không bán không uống không đồng ba hai cái lỗ bán vào cái lỗ anh ấy chật pi rồi đã cường đã ấy tết pi rồi chồng mà nấy men lùi bị ấp muối kiềng hay đập bê trong đôi tí luôn ai màu 200 tinh vậy cũng đã lắm mày vậy bây ấp này chị em mà mới chiêng hay đập bê trong bay đâu rồi đấy luôn ai vậy từ bay con bắt ai chặt cái đại
bắt đỏ về từ trồng Tôi tha về thông rồi. Khang này chắc là khang này. có đấy hạt cạn để lợi món đôi chia đạm bản ở đấy không viện này mà chi bàn Ôi giống bò chia lắm to lên. ដោយសារតើប្រហែលថ្ងៃនេះគឺមានភ្លៀងធ្លាក់នៅខេត្តសៀមរាបអញ្ចឹងហើយគឺបរិយាកាសក៏ដូចជាទេសភាពនៅតាមផ្លូវមានអារម្មណ៍ថាស្រស់ស្រាយនៅពេលដែលយើងធ្វើដំណើរពេលព្រឹកហ្នឹងហើយពិសេសគឺយើងធ្វើដំណើរតាមផ្លូវពលានហ្នឹងគឺមានវាលស្រែនៅសងខាងផ្លូវតែម្ដងអញ្ចឹងហើយគឺយើងមានទិដ្ឋភាពស្អាតៗអាចមើលឃើញពីតាមផ្លូវរហូតដល់ប្រាសាទតែម្ដងពីមុននៅពេលដែលយើងចង់ធ្វើដំណើរទៅលេងប៉ែកខាង3មីលានេះគឺធ្វើដំណើរឆ្ងាយមែនទែនបងប្អូនដោយសារតែអត់ទាន់មានផ្លូវពលាននេះគឺយើងធ្វើដំណើររហូតទៅដល់ប៉ែកខាងដំដែកហើយបន្ទាប់មកនៅគៀនផ្សារដំដែកហ្នឹងមានផ្លូវមួយបត់ចូលទៅខាងជើងហ្នឹងហើយយើងជិះឆ្ងាយតម្រាំតែទៅដល់ប្រាសាទអញ្ចឹងបានផ្លូវយើងជិះកាត់តាមពលាននេះគឺលឿនមែនទែនបើនិយាយពីការធ្វើដំណើរហ្នឹងអាចថាខ្ទង់1ម៉ោងអីទេគឺយើងធ្វើដំណើរទៅដល់ហើយយើងចេញពីក្រុងសៀមរាបមកហើយនេះក៏ជាកត្តាល្អមួយដែរនៅពេលដែលមានផ្លូវកាត់អញ្ចឹងពីមុន3មីលាគឺអត់សូវមានភ្ញៀវទៅរបៀបជិះម៉ូតូទៅលេងអីទេដោយសារតែវានៅឆ្ងាយដូចនិយាយអញ្ចឹងសម្រាប់ភ្ញៀវដែលទៅលេងភាគច្រើនគឺជាប្រភេទភ្ញៀវបរទេសដែលគេមានតួជិះឡានជិះអីទៅលេងប៉ែកខាងហ្នឹងឬក៏ទៅភ្នំកលែនអីចឹងគេចុះមកវិញគឺគេឆ្លៀងចូលមកប៉ែកខាង3មីលានេះប៉ុន្តែនៅពេលដែលមានផ្លូវកាត់តាមរយៈផ្លូវពលានចឹងគឺបច្ចុប្បន្នហ្នឹងមានបងប្អូនភ្ញៀវទេសចរមិនថានៅសៀមរាបឬក៏មកពីឆ្ងាយអញ្ចឹងគាត់អាចធ្វើដំណើរទៅលេងបានអញ្ចឹងមានភ្ញៀវទេសចរច្រើនដែលគាត់ស្គាល់ពីប្រាសាទ3មីលាអ្នកនរគ្នាឥឡូវនេះយើងមកដល់ប្រាសាទ3មីលាហើយមានអ្នកខ្លះហៅ3មីលាអ្នកខ្លះហៅបឹងមីលាខ្ញុំគិតថាហៅបានទាំងពីរcònអ្នកខ្លះគេថានៅនេះទៅកាមុនសបូដើមបេងដើមអីចឹងទៅអញ្ចឹងអាហ្នឹងអាចទៅមើលប្រវត្តិបន្ថែមនៅលើអ៊ីនធឺណិតបានអញ្ចឹងនេះយើងចូលទៅពីច្រកខាងត្បូងទូទៅភ្ញៀវទេសចរដែលគាត់មកគាត់ចូលតាមហ្នឹងហើយបើកថ្ងៃល្អមែនទេថ្ងៃនេះព្រឹកមិញខ្ញុំគិតថាអត់មានពលឺផងព្រោះមេឃសតុំតាំងពីព្រឹកមកណាហើយខ្ញុំថាតើមកដល់អត់មានពលឺគឺចប់ហើយដោយសារតើអត់មានពលឺគឺថតស្អាតមកនៅនេះដោយសារវាដើមឈើច្រើនណាអញ្ចឹងគឺមលុបហើយមលុបបើអត់មានពលឺទេគឺថតទៅគឺអាងឹតឈឹងអូខេអញ្ចឹងស្អាតមែនទេពលឺហើយខ្យល់ត្រជាក់មកប្រហែលជាភ្លៀងនេះម្សិលមិញថ្ងៃអញ្ចឹងត្រជាក់ស្រួលអូខេយើងចូលទៅក្នុងដល់គ្នា
ចំណុចពិសេសនៃប្រាសាទ3មីលានេះគឺការប្រើប្រាស់ថ្មភក់ពណ៌ខៀវប្រផេះដែលគេយកចេញពីរណ្ដៅថ្មអូថ្មដាប់ដែលមានទីតាំងនៅក្បែរគ្នានឹងប្រាសាទ3មីលានេះផ្ទាល់តែម្ដងអ្វីដែលបងប្អូននឹងកត់សម្គាល់ឃើញនៅពេលដែលទៅដល់ប្រាសាទភ្លាមហ្នឹងគឺភាពស្ងប់ស្ងាត់ក៏ដូចជាសំឡេងធម្មជាតិដោយសារតែនៅទីនេះគឺប្រាសាទនៅមានសភាពទ្រុឌទ្រោមហើយមិនទាន់បានរៀបចំអីច្រើនទេហើយក្រៅពីហ្នឹងក៏យើងសង្កេតឃើញមានដើមឈើធំជាច្រើនដុះចេញពីតាមតួប្រាសាទក៏ដូចជាចាក់ឫសស្រោបជុំវិញថ្មមួយចំនួនធំអញ្ចឹងហើយវាបង្កើតបានជាទស្សនីយភាពមួយប្លែកមកលើនេះចាប់អារម្មណ៍ឃើញផ្លូវដើរនេះគេធ្វើថ្មីណាបងប្អូនអានេះគេធ្វើមើលមកវាដូចឈើយ៉ាងប៉ុន្តែជាក់ស្ដែងថ្មទេហើយមានប្រកាន់ដៃវានេះស្អាតធ្វើថ្មីណាមានធ្វើក្បាច់ធ្វើអីចឹងចូលទៅក្នុងដល់គ្នាតាមរយៈការស្រាវជ្រាវនៅលើអ៊ីនធឺណិតរបស់ខ្ញុំមួយចំនួនហ្នឹងបង្ហាញថារចនាបថស្ថាបត្យកម្មប្រាសាទ3មីលានេះត្រូវបានគេចាត់ទុកថាជាប្លង់មេឬជាការសាកល្បងដ៏ធំមួយសម្រាប់មុននឹងឈានទៅដល់ការកសាងមហាប្រាសាទអង្គរវត្តអ្វីដែលធ្វើឲ្យប្រាសាទនេះមានសារៈសំខាន់បំផុតក្នុងសម័យអាណាចក្រអង្គរហ្នឹងគឺទីតាំងយុទ្ធសាស្ត្រនៃផ្លូវបុរាណតែម្ដងដោយសារតែប្រាសាទនេះគឺជាប្រាសាទមួយដែលស្ថិតនៅចំណុចប្រសព្វដ៏សំខាន់នៃបណ្ដាញផ្លូវដែលតភ្ជាប់ពីរាជធានីអង្គរឆ្ពោះទៅកាន់ប្រាសាទព្រះខ័នកំពង់ស្វាយដែលបច្ចុប្បន្នស្ថិតនៅក្នុងខេត្តព្រះវិហារក៏ដូចជាបន្តទៅកាន់ដែនដីចម្ប៉ាហើយលើពីនេះប្រាសាទ3មីលាក៏ជាចំណុចឈប់សម្រាកក៏ដូចជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសម្រាប់ដឹកជញ្ជូនថ្មភក់ពីរណ្ដៅអូថ្មដាប់និងជើងភ្នំកលែននឹងទៅដល់ការផ្គត់ផ្គង់ការកសាងប្រាសាទអង្គរផងដែរប្រាសាទ3មីលានេះពិតជាស័ក្តិសមមែនទែនសម្រាប់បងប្អូនដែលចូលចិត្តថតរូបលេងដោយសារតែនៅទីនេះគឺមានប្លង់ស្អាតជាច្រើនហើយបើសិនជាយើងចេះចាប់ប្លង់រូបភាពយើងមួយមើលមកប្រៀបដូចជាយើងនៅក្នុងឈុតឆាករឿងដែលគេរៀបចំហើយចឹងគឺមើលមកប្លែកមែនទែនដោយកាមេរ៉ានេះចាស់ខ្លាំងមែនទែនចេញតាំងឆ្នាំ2011ហើយបើនិយាយពី quality វិញនិយាយទៅខ្ញុំស្រឡាញ់ tone វានិយាយទៅយើងថតហើយបើយើងថត raw ហើយយកទៅខាង preset អីដាក់មកគឺពណ៌មកសឹងតែ vibe វាដូចកាមេរ៉ា film ស្រីចាស់ចឹងជាមួយយើងថតបើយើងបោះដាក់រូបនៅលើ screen ឲ្យញ៉ាំគ្នាmột vị để มันចូលទៅដឹង cho nhân dân tư cho giúp mình click bật trên màn đặt cho thưa thông mẹ tao một tiết và ngày đó là mà đông lên 7 này បាទចិត្តទេលាយពូវិញពុតដល់ពូវិញតែមកជីស្រោតជីនេះស្រោតទៅសិនអរគុណបាទអូជាងបានទេអ្នកនរគ្នាស្ងាត់ត្រៀមតាមនេះមានទេអាដាមានជាងក៏ជីទៅរកទីជុំជនយើងរកជាង
បានអរគ្នាមកកន្លែងជាងឡានបងបានគេធ្វើឲ្យសាជាងម៉ូតូក៏អត់មានឧបករណ៍អញ្ចឹងឡាយជាដល់ជីតាំងពីប្រាសាទមកហ្មងវិញអូបងរៀមហ្មងហ្នឹងហើយឡើងលោដីបានសម្រេចមួយហើយតាខាងទឹកអូកលែនណាយកញូងយកមកឡាក់ទៀតយកមកឡាក់ទៀតយកយៀមនេះមកចេះមកដាក់កុំឲ្យវាកូននោះអាយ៉ាបាទអាយ៉ាខាងកូនបាទគេនៅនេះឥឡូវនេះម៉ោង11ហីជាងគាត់កោះវ៉ាន់ហ្នឹងអញ្ចឹងចាំមើលគាត់ប៉ះហើយបើសិនជាសល់ពេកយើងជិះទៅប្រាសាទវាផ្ទះដោយសារកម្រងទៅនោះដល់ពេលកង់ធ្លាយទៅក៏បក100ជាងសិនអញ្ចឹងចាំមើលតិចទៀតគឺមកឆ្លៃចិត្តគឺប៉ិនសិនឡានហ្នឹងដោយសារតើគោលដៅធំរបស់យើងថ្ងៃនេះគឺក្រៅពីទស្សនាប្រាសាទ3មីលីហើយគឺខ្ញុំចង់ទៅទស្សនាប្រាសាទវាលផ្ទីដែលនៅក្បែរគ្នានឹងប្រាសាទ3មីលីផ្ទាល់តែម្ដងប៉ុន្តែដោយសារតែយើងជួបជាមួយនឹងឧបសគ្គគឺការធ្លាយកង់ម៉ូតូអញ្ចឹងហើយគឺខ្ញុំសម្រេចចិត្តជិះដើររោជាងសិនហើយនៅពេលដែលយើងបានប៉ះកង់ប៉ះអីរួចរាល់ហើយគឺខ្ញុំបកមកវិញតែម្ដងបកមកដើម្បីរកផ្លូវចូលទៅកាន់ប្រាសាទវាលផ្ទីដែលជាប្រាសាទមួយប្លែកមែនទែនដែលខ្ញុំនឹងបង្ហាញបងប្អូននៅបន្តិចទៀតនេះប្រាសាទនេះបើនិយាយពីផ្លូវចូលអាចថារៀងពិបាកហើយឡានគឺអត់ទាន់អាចចូលបានទេគឺមានតែម៉ូតូក៏ដូចជាការដើរថ្មើរជើងតែមិនដល់2គីឡូទេបងប្អូនគឺការដើរពីផ្លូវចុះទៅហ្នឹងគឺយើងដើរតាមផ្លូវស្មើរៀបស្មើទេគ្រាន់តែដើរកាត់ព្រៃអញ្ចឹងទៅគឺយើងនឹងទៅដល់ប្រាសាទហើយប្រាសាទនេះក៏ជាប្រាសាទមួយដែលជាទូទៅនៅក្នុងខេត្តប្រាសាទតាមផ្លូវដែលបងប្អូនឃើញហ្នឹងគឺលិចទឹកទៅហើយប៉ុន្តែដោយសារតែនេះគឺវានៅដើមខេត្តប្រាសាទនៅឡើយអញ្ចឹងគឺយើងនឹងអាចជិះម៉ូតូចូលទៅបានគ្រាន់ថាផ្លូវគឺរៀងកាច់កោងក៏ដូចជាបែកច្រើនអញ្ចឹងហើយបើសិនជាបងប្អូនទៅលេងគឺអាចរកអ្នកនៅជិតនឹងជូនទៅឬក៏មើលនៅលើ Google Map បន្ថែមក៏បានដែរប្រាសាទនេះមែនទែនទៅតែត្រូវបានរៀបចំស្ដារឡើងវិញថ្មីនេះដែរទេអញ្ចឹងហើយបងប្អូនភាគច្រើនមិនសូវបានស្គាល់ទេតែប្រាសាទនេះគឺស្ថិតនៅចំកណ្ដាលបារាយមួយដែលនៅប៉ែកខាងកើតនៃប្រាសាទបេងមាលាហើយជាទូទៅដូចនិយាយអញ្ចឹងនៅក្នុងខេត្តភាសាគឺទឹកជុំវិញហ្នឹងគឺលិចអស់ហើយអញ្ចឹងហើយមានតែរូបព្រះពុទ្ធប្រក់នាគនេះទេដែលផុសចេញពីទឹកមកមើលមកប្លែកមែនទែនហើយនៅជុំវិញហ្នឹងក៏បងប្អូនបច្ចុប្បន្នទៅលេងអាចជិះទូកលេងកម្សាន្តមើលទេសភាពបេះឈូកបេះអីបានដូចគ្នាវីដេអូបានឈូកទៀតអញ្ចឹងដំណើរកម្សាន្តទៅលេងប្រាសាទបេងមាលាក៏ដូចជាប្រាសាទវាលផ្ទីនេះក៏បានមកដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនាពីដើមដល់ចប់ហើយយើងជួបគ្នានៅវីដេអូក្រោយទៀត